សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបភ្ជាប់ជញ្ជីងឆ្លាតវៃ Windows VF ជាមួយនឹង app នៅលើទូរស័ព្ទដៃចឹងជំហានដំបូងគឺយើងចូលទៅកាន់ Play Store រួចដំឡើង app ដែលមានឈ្មោះថា Verifit ក្រោយពីដំឡើងហើយយើងធ្វើការបើកវាតែម្ដងអូខេពេលដែលយើងបើកហើយកន្លែងនេះយើងចុចពាក្យថា I agree បន្ទាប់មកយើងចុចពាក្យថា Start to use អូខេអញ្ចឹងពេលដែលយើងចូលដល់កន្លែង Add Device Type នេះគឺយើងជ្រើសរើសយកជញ្ជីងមកដល់ត្រង់ចំណុចនេះយើងចុចពាក្យថា On រួចរើសយក While using app បន្ទាប់មកចុចពាក្យថា On រួចចុចពាក្យថា Allow ត្រង់ចំណុចនេះគឺវាកំពុងតែ scan រក device ឬក៏ជញ្ជីងរបស់យើងដូច្នេះប្រសិនបើចង់ឲ្យជញ្ជីងដំណើរការគឺយើងត្រូវឡើងលើជញ្ជីងអញ្ចឹងក្រោយពីយើងបានឡើងលើជញ្ជីងហើយសញ្ញារបស់ឧបករណ៍បានបង្ហាញនៅក្នុង app បន្តមកទៀតយើងធ្វើការចុចភ្ជាប់វាតែម្ដងចូលមកដល់ត្រង់ចំណុច country ឬក៏ region គឺយើងត្រូវរកពាក្យថា Cambodia ឬក៏យើងអាចវាអក្សរតែម្ដងក៏បានចូលមកដល់ត្រង់ចំណុចនេះគឺយើងត្រូវដាក់ personal information របស់យើងដូចជា page ថ្ងៃខែឆ្នាំកំណើតកម្ពស់និងទម្ងន់ជាដើមចូលមកដល់ត្រង់ចំណុចនេះគឺជាចំណុចដែលសំខាន់គឺយើងត្រូវការ register account ដូច្នេះត្រូវវាបញ្ចូល Gmail របស់យើងដែល Gmail នេះគឺជា Gmail ថ្មីដែលមិនធ្លាប់ភ្ជាប់ជាមួយនឹង app ពីមុនមកបន្ទាប់មកធ្វើការបង្កើតនូវ password ថ្មីមួយដើម្បី register account បន្ទាប់មកយើងចុចគ្រីសត្រង់ពាក្យថា I have read and agree user agreement រួចចុចពាក្យថា next stepបន្តមកទៀតចុចពាក្យថា I agree បន្តមកចូលទៅកាន់ Gmail ដើម្បី copy verify code យកមកផាសចូលដល់ចំណុចត្រង់នេះគឺយើងត្រូវដាក់ឈ្មោះរបស់យើងបន្តមកទៀតវានឹងចូលមកកាន់ app របស់យើងតែម្ដងហើយមួយទៀតប្រសិនបើបងចង់ប្រើប្រាស់ app ជាភាសាខ្មែរបងត្រូវចូលទៅកាន់ setting របស់ទូរស័ព្ទដៃរួចផ្លាស់ប្ដូរជាភាសាខ្មែរបន្ទាប់មកពេលដែលបងចូលមកកាន់ app វិញនោះ app នឹងដំណើរការជាភាសាខ្មែរដូចទូរស័ព្ទដែរជញ្ជីងឆ្លាតវៃមួយនេះវាពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់អ្នកដែលប្រើប្រាស់ជាគ្រួសារព្រោះរាល់គ្រប់ទិន្នន័យដែលយើងបានដកស្រង់ចេញពីការវាស់វែងសុខភាពក្នុងរាងកាយទាំងអស់វាត្រូវបានរក្សាទុកនៅក្នុង app ដែលយើងអាចបើកមើលនៅពេលក្រោយបាន